វីដេអូនេះបង្ហាញពីជីវិតដ៏គួរឲ្យចាប់អារម្មណ៍និងទម្លាប់នៃការស៊ីចំណីរបស់សត្វស្វាអង្កត់ឬស្វាក្តាម Crab eating macaques ដែលរស់នៅក្នុងព្រៃកោងកាំងតាមតំបន់ឆ្នេរនៃប្រទេសតំបន់អាស៊ីវីដេអូនេះចាប់ផ្ដើមដោយការបង្ហាញពីការចូលចិត្តរបស់សត្វស្វាចំពោះក្តាមធំៗដោយកត់សម្គាល់ថាស្វាមួយក្បាលអាចស៊ីក្តាមរហូតដល់40ក្បាលក្នុងមួយថ្ងៃទោះបីជារបបអាហារចម្បងរបស់ពួកវាគឺផ្លែឈើនិងស្លឹកឈើក្នុងព្រៃក៏ដោយប៉ុន្តែសត្វស្វាដ៏ឆ្លាតវៃទាំងនេះយល់ដឹងយ៉ាងច្បាស់ពីរបបទឹកចូលនាគហើយតែងតែទៅកាន់ឆ្នេរដើម្បីរកគ្រឿងសមុទ្រស្រស់ៗមកបន្ថែមលើរបបអាហាររបស់ពួកគេនៅពេលទឹកនេះស្រក់គ្រឿងសមុទ្រជាច្រើនដែលលាក់ខ្លួនក្នុងចំណោមផ្ទាំងថ្មនិងខ្សាច់ត្រូវបានលេចចេញមកហ្វូងសត្វស្វាបានចេញពីព្រៃដើម្បីទាញយកប្រយោជន៍ពីអាហារប៊ូហ្វេធម្មជាតិនេះដោយបង្ហាញពីជំនាញដ៏អស្ចារ្យក្នុងការប្រើប្រាស់បរិស្ថានជុំវិញដើម្បីស្វែងរកចំណីសត្វស្វាទាំងនេះបង្ហាញពីសមត្ថភាពកម្រិតខ្ពស់ក្នុងការប្រើប្រាស់ឧបករណ៍ស្វាដែលមានបទពិសោធន៍ត្រូវបានគេឃើញរើសដុំថ្មដែលមានទម្ងន់សមរម្យយកមកវាយបំបែកសម្បកខ្យងសមុទ្រនៅលើផ្ទាំងថ្មធំៗក្នុងភាពផ្ទុយគ្នាដ៏គួរឲ្យអស់សំណើចវីដេអូក៏បានបង្ហាញពីស្វាក្មេងឬស្វាដែលខ្វះបទពិសោធន៍ព្យាយាមយកខ្យងទៅវាយនឹងថ្មវិញយ៉ាងច្រងែងដែលនេះបញ្ជាក់ថាជំនាញទាំងនេះច្រើនតែត្រូវបានផ្ទេរនិងរៀនសូត្របន្តគ្នានៅពេលទឹកស្រកកាន់តែខ្លាំង oysters ដែលជាប់នឹងថ្មក៏លេចចេញមកដើម្បីស៊ីសាច់ដ៏មានរសជាតិនៅខាងក្នុងសត្វស្វាប្រើដុំថ្មមុតវាយទៅលើសម្បកដ៏រឹងនោះដដែលរហូតដល់វាបែកខ្ទេចនៅពេលទឹកស្រកបំផុតម្ហូបចម្បងដែលជាទីពេញចិត្តរបស់សត្វស្វាគឺក្តាមបានក្លាយជាគោលដៅសំខាន់វីដេអូក៏បានបង្ហាញពីសត្វមឹកយក្ស octopus ដែលកំពុងប្រមាច់នៅលើដីគោកផងដែរដោយប្រើប្រហោងបឺរបស់វាដើម្បីធ្វើចលនាតាមផ្ទាំងថ្មនិងស្វែងរកក្តាមដែលលាក់ខ្លួនក្នុងថ្លុកទឹករាក់សត្វស្វាបានបង្កើតវិធីសាស្ត្រដ៏វៃឆ្លាតដើម្បីចាប់ក្តាមដែលរត់លឿនពួកវាគ្រាន់តែរងចាំរលកសមុទ្របុកមកដើម្បីធ្វើឲ្យក្តាមស្រវាំងភ្នែកឬបាត់បង់ការប្រុងប្រយ័ត្នមួយផ្លេករួចក៏ចាប់វាដោយល្បឿនលឿនដូចភ្លេចបន្ទោវិធីសាស្ត្រនេះមិនទាមទារបច្ចេកទេសខ្ពស់ទេប៉ុន្តែវាផ្អែកលើការស្ទាបស្ទង់ពេលវេលាដ៏ត្រឹមត្រូវនិងការឆ្លើយតបរហ័សដែលនាំឲ្យទទួលបានជោគជ័យខ្ពស់វីដេអូបញ្ចប់ដោយការបង្ហាញពីសត្វស្វាមួយក្បាលកំពុងស៊ីក្តាមយ៉ាងហ្មត់ចត់ដោយវាចេះបេះជើងនិងបំបែកសម្បកយ៉ាងជំនាញដើម្បីកុំឲ្យខ្ជិះខ្ជាយសាច់ឬពងសូម្បីតែបន្តិចនៅពេលព្រះអាទិត្យលិចថ្ងៃដ៏មមាញឹកក៏បានបញ្ចប់ហើយហ្វូងសត្វស្វាក៏ត្រឡប់ទៅរកសុវត្ថិភាពនៅលើដើមឈើដើម្បីសម្រាក